ព្រះមហាក្សត្របានផ្ដល់ពេលឲ្យយើងតែមួយខែប៉ុណ្ណោះដើម្បីស៊ើបអង្កេតចារកម្មនៃប្រទេសទាំងពីរបើគ្រាន់តែមកធ្វើរឿងនេះម្នាក់ឯងដល់ពេលនោះតើខ្ញុំត្រូវឆ្លើយតបនឹងព្រះមហាក្សត្រយ៉ាងដូចម្តេចទៅការរៀបការនេះមិនមែនជាបំណងរបស់ខ្ញុំឡើយការលាលែងពីតំណែងពេលនេះក៏ខ្ញុំគ្មានជំរឿអ្វីដែរបន្ទាប់ពីនេះខ្ញុំប្រកាសជារកវិធីចាក់ចេញឲ្យបានលោកមេបញ្ជាការបើលោកចង់ចាក់ចេញពិតមែនយើងមានវិធីនឹងទំនាក់ទំនងច្រើនណាស់ប៉ុន្តែខ្ញុំបារម្ភថាលោកកំពុងតែយកខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ដោយមិនដឹងខ្លួនកុំមកនិយាយផ្ដេសផ្ដាសនៅទីនេះលោកមេបញ្ជាការសូមអភ័យទោសឲ្យខ្ញុំផងខ្ញុំនិយាយការពិត10ឆ្នាំហើយលោកមេបញ្ជាការលោកធ្វើជាអង្គរៈឲ្យព្រះនាងអស់10ឆ្នាំមើលថែព្រះនាងតាំងពីតូចរហូតដល់ធំអស់រយៈពេល10ឆ្នាំប៉ុន្តែព្រះនាងមិនទាំងដឹងថាលោកមានវត្តមាននៅលើលោកនេះផងឥឡូវនេះលោកថែមទាំងចូលទៅក្នុងរឿងនេះទៀតចុងក្រោយលោកក៏នឹងក្លាយជាដូចជាតិកតាសត្វខ្លានេះតែព្រះនាងបោះបង់ចោលមិនស្ដាយស្រណោះជូបាជារឿងរ៉ាវបែបនេះមានរាប់មិនអស់ឡើយខ្ញុំបានឃើញរឿងទាំងអស់នេះផ្ទាល់នឹងភ្នែកកាលពីមុនបាននិយាយពីទូនីតិក៏ថាទៅចុះប៉ុន្តែពេលនេះលោកមិនមែនជាអង្គរៈរបស់ព្រះនាងទៀតទេតើលោកចាំបាច់ត្រូវកាត់ស្លាប់ខ្លួនឯងដើម្បីចូលទៅក្នុងរណ្ដៅខ្លាធ្វើអ្វីគ្រប់គ្រាន់ហើយគុំនិយាយទៀតអីទោះបីជាលោកសុខចិត្តកាត់ស្លាប់ខ្លួនឯងក៏ដោយប៉ុន្តែចុងក្រោយលោកក៏នៅតែជាត្រឹមតែជាស្រមោលម្នាក់ប៉ុណ្ណោះព្រះនាងនឹងចាត់ទុកអ្នកត្រឹមតែជាទូជំនួសរបស់លីជឺសៀវប៉ុណ្ណោះគ្រប់គ្រាន់ហើយស្ងាត់មាត់ទៅព្រះនាងទី3មិនមែនជាបុត្រីច្បងឡើយគាត់តែងតែត្រូវព្រះមហេសីនឹងបុត្រីរបស់ទ្រង់ធ្វើបាបក្នុងវាំងជារៀងរាល់ឆ្នាំចិត្តគំនិតរបស់គាត់ពោពេញដោយការសង្ស័យខូខើហើយគ្មានមេត្តាលើកនេះគាត់មានចិត្តអាណិតអាសូរគាត់ប្រកាសជាមានការសង្ស័យច្រើនមិនខានប៉ុន្តែប្រសិនបើគាត់ដឹងពីអត្តសញ្ញាណរបស់អ្នកកុំភ្លេចឲ្យសោះម្ដាយរបស់ព្រះនាងកាលពីអតីតកាលគឺត្រូវបានជីវយូរធឹងប្រហារជីវិតសូមកុំចាត់រឿងនេះចោលអាហោតើមានរឿងអ្វីកើតឡើងតើមកពីប៉ះចំអ្វីនៅអាចនិយាយបានទៀតតើព្រះនាងកំពុងចំអកឲ្យខ្ញុំមែនទេគឺខ្ញុំដែលធ្វើប្រហែសគួរតែរៀបចំអ្នកបម្រើឲ្យហ្វូម៉ាគឺខ្ញុំដែលធ្វើប្រហែសគួរតែរៀបចំអ្នកបម្រើឲ្យហ្វូម៉ាតើចង់យកអ្វីឲ្យហ្វូម៉ាបដូរជាមួយខ្ញុំទៅចាំបាច់ត្រូវតែបង្ខំធ្វើអ្វីព្រះនាងកំពុងតែលេងសាច់ហើយព្រះនាងគឺជាព្រះនាងជាព្រះរាជបុត្រីចុះនោះមិនមែនជាឋានៈខ្ពង់ខ្ពស់បំផុតទេអ្នកដទៃធ្វើមិនបានទេប៉ុន្តែអ្នកខាងនេះអាចធ្វើបានថ្ងៃនេះព្រះបតាបានជួយសម្រួលនៅចំពោះមុខព្រះរាជបុត្រីចុះខ្ញុំក៏គួរតែជួយសម្រួលដល់ព្រះបតាវិញដែរពិតជាកំពុងសង្ស័យខ្ញុំមែនអីចឹងចាំមើលថាតើអ្នកណាសម្ដែងបានដូចជាងព្រះរាជបុត្រីព្រះរាជបុត្រីតើអ្នកចង់ធ្វើអ្វីខ្ញុំចង់ធ្វើអ្វីមែនទេរាត្រីចូលរោងការនេះខ្ញុំចង់អង្គុយសន្ទនាជាមួយអ្នកឲ្យបានយូររឿងនេះមិនចាំបាច់ទេរឿងដែលខ្ញុំជួយអ្នកខ្ញុំបានយកមកវិញច្រើនហើយព្រះរាជបុត្រីច្បងបានបញ្ជូនអ្នកឲ្យទៅឆ្ងាយហើយអ្វីដែលគួរតែសងអ្នកខ្ញុំបានសងអ្នកអស់ហើយតើអ្នកនៅចង់បានអ្វីពីខ្ញុំទៀតមិនបានចង់បានអ្វីទេអ្វីដែលខ្ញុំចង់បានគឺមានច្រើនណាស់អ្វីដែលខ្ញុំចង់បានគឺមានច្រើនណាស់ព្រះរាជបុត្រីខ្ញុំមិនមែនជាទូជំនួសរបស់លីជឺសៀងទេអ្នកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេខ្ញុំដឹងអ្នកគឺលីសឹងម៉ូអ្នកមិនដឹងអ្វីទេអ្នកមិនដឹងអ្វីទាំងអស់បើអញ្ចឹងចូលប្រាប់មកថាខ្ញុំដឹងអ្វីខ្ញុំដឹងអ្វីទៅឈប់និយាយទៅព្រះអង្គគិតតែពីរឿងចាស់យូរពេកហើយប្រសិនបើព្រះអង្គនៅតែបន្តធ្វើបាបខ្ញុំបែបនេះតើខ្ញុំអាចធ្វើអ្វីបានទៀតសូមព្រះអង្គយល់ផងថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះឃើញដល់ថ្ងៃនេះខ្ញុំបានជួយព្រះអង្គផងដែរសូមកុំធ្វើបាបខ្ញុំទៀតអីលីសឹងម៉ូតើអ្នកកំពុងលេងល្បិចអ្វីជាមួយខ្ញុំទៀតហើយហ្វានឡុងជឺខ្ញុំលេងល្បិចអ្វីទៅព្រះអង្គគិតថាខ្ញុំកំពុងលេងសើចមែនទេមិនដឹងអ្វីទាំងអស់បើអញ្ចឹងចូលប្រាប់មកថាខ្ញុំដឹងអ្វីឈប់និយាយទៅព្រះអង្គគិតច្រើនពេកហើយប្រសិនបើព្រះអង្គសម្រេចចិត្តធ្វើបាបខ្ញុំបែបនេះតើខ្ញុំអាចធ្វើអ្វីបានតើចិត្តរបស់ខ្ញុំព្រះអង្គគិតថាជារឿងពិតមែនទេសូមព្រះអង្គយល់ផងថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះថ្ងៃនេះខ្ញុំបានជួយព្រះអង្គគម្ដងទៀតហើយយ៉ាងម៉េចដែរមិញនេះព្រះអង្គគ្រាន់តែនិយាយលេងមែនទេអ្នកពិតជាស្រស់ស្អាតគំររោគបានមែនមិនចម្លែកទេដែលខ្ញុំអាចមកអង្គុយផឹកតែនៅទីនេះបានចាំខ្ញុំមើលបន្តិចតើរាងកាយនេះលាក់បាំងអ្វីខ្លះរាងកាយមមួនមិនដូចជាមនុស្សខ្សោយទេលើខ្លួនគ្មានស្បែកមានស្នាមរបួសព្រះអង្គគំចាស់តើមិនដែលហ្វូម៉ាហ្វីម៉ាស្ដាយក្រោយហើយមែនទេពេលនេះខ្ញុំជារបស់ព្រះអង្គគំចាស់រួចទៅហើយព្រះអង្គចង់ប៉ះត្រង់ណាក៏ប៉ះទៅចុះរឿងតូចតាចបែបនេះមិនបាច់ឲ្យព្រះអង្គពិបាកទេអ្នកកុំប៉ះអីអ្នកខ្ញុំមើលមិនឃើញសោះរកមិនឃើញថាព្រះអង្គនៅត្រង់ណាទេលែងដៃអ្នកនៅត្រង់នេះឯងព្រះអង្គគុំចាស់មិនស្រឡាញ់ទេកុំកំរើកនេះជារបស់អ្វីរបស់អាក្រក់អូយខ្ញុំមិនស្ដាយក្រោយទេពេលនេះខ្ញុំជារបស់ព្រះអង្គគុំចាស់រួចទៅហើយហ្វូម៉ាហ្វីម៉ាសុំទោសផងមិញខ្ញុំសុំទោសផងខ្ញុំភ្លេចខ្លួនបន្តិចតោះយើងបន្តទៀត
ព្រះនាងម្ចាស់អ្នកចេះប្រើល្បិចនេះមែនទេនេះឆឹងម៉ូអ្នកហ៊ានរករឿងខ្ញុំហីនេះឆឹងម៉ូដៃខ្ញុំមានរបួសខ្ញុំមកបើកទ្វារតាមការកំណត់ព្រះនាងម្ចាស់ខ្ញុំនៅទីនេះអ្នកកុំខ្វល់អីឈាមជុកខ្យល់បក់អ្នកនៅហ៊ានគំរាមខ្ញុំទៀតហីមិនអាក្រក់ទេព្រះនាងម្ចាស់អ្នកមិនមែនកំពុងនៅក្នុងរាត្រីរៀបការទេរឿងនេះពាក់ព័ន្ធអ្វីនឹងអ្នកខ្ញុំមានចម្លើយឯណាទៅទេព្រះនាងម្ចាស់នេះឆឹងម៉ូមានរឿងមិនទាន់ត្រូវរាយការណ៍និយាយមកមិញនេះមានសម្បត្តិពីក្នុងវងមកថាឲ្យព្រះនាងចូលគាល់ព្រះមហេសីនៅថ្ងៃស្អែកឲ្យលុយទៅសួរសុខទុក្ខផ្ទះខាងស្រីមុនញាតិវងខ្ញុំម្នាក់នេះប្តឹងផ្ដាល់លឿនមែនទៅព្រះរាជវាំងអាឆឹងសូមថ្វាយបង្គំព្រះមាតានេះឆឹងម៉ូទើបតែបានជួបព្រះមហេសីក៏មានការលេងសើចសូមថ្វាយបង្គំសម្ដេចព្រះរាជមាតាក្រោកឡើងចុះកូនជាមេតបធំជាប់រវល់ការងារនៅក្រៅជានិច្ចដែលអាចឆ្លៀតពេលមកសួរសុខទុក្ខស្ត្រីក្នុងវងដូចជាម៉ែបានពិតជាកិត្តិយសរបស់ម៉ែណាស់កូននិយាយអ្វីបែបនេះអាឆឹងគ្រាន់តែជាប់រវល់ការងារយូរក្នុងចិត្តនឹកបារម្ភពីសុខភាពរបស់ព្រះបេតាមិនដឹងថាព្រះបេតាសុខភាពយ៉ាងណាហើយក៏មិនដឹងថាសម្ដេចព្រះរាជមាតាទាំងពីរអ្នកប្រពន្ធជួបគ្នាបានដែរទេជួបគ្នាធ្វើអ្វីរឿងនោះគឺជារឿងធម្មតាប៉ុន្តែមុននឹងធ្វើបែបនោះចាប់ខ្លួនវាឲ្យយើងទេចាំបន្តិចមកជាងមានរឿងមិនទាន់ចង់រាយការណ៍និយាយមកមុននេះមានសម្បត្តិពីក្នុងមកព្រះមហេសីនៅថ្ងៃត្រឡប់ទៅលំនៅវិញឲ្យបានឆាប់បងស្រីរបស់ខ្ញុំម្នាក់នេះនៅទីខ្ពស់ឯកណាស់លឿនឡើងអាឆឹងសូមថ្វាយបង្គំសម្ដេចព្រះរាជមាតាមកជាងសូមថ្វាយបង្គំសម្ដេចព្រះមហេសីស៊ីស្វ័យសូមថ្វាយបង្គំសម្ដេចព្រះរាជមាតាក្រោកឡើងចុះកូនជាមេតបធំជាប់រវល់ការងារនៅក្រៅជានិច្ចដែលអាចឆ្លៀតពេលមកសួរសុខទុក្ខស្ត្រីក្នុងវងដូចជាម៉ែបានពិតជាកិត្តិយសរបស់ម៉ែណាស់សម្ដេចព្រះរាជមាតាមានបន្ទូលអ្វីបែបនេះអាឆឹងគ្រាន់តែជាប់រវល់ការងារយូរក្នុងចិត្តនឹកបារម្ភពីសុខភាពរបស់ព្រះបេតាមិនដឹងថាព្រះបេតាសុខភាពយ៉ាងណាហើយក៏មិនដឹងថាសម្ដេចព្រះរាជមាតាអាចរៀបចំឲ្យយើងទាំងពីរអ្នកប្តីប្រពន្ធជួបគ្នាបានដែរឬទេរឿងនោះគឺជារឿងធម្មតាប៉ុន្តែមុននឹងធ្វើបែបនោះចាប់ខ្លួនវាឲ្យយើង